ការទិញគ្រឿងស្រវឹងនៅក្នុងប្រទេសរុស្ស៊ីតឹងរឹងខ្លាំងមែនទែនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលថាតើការទិញគ្រឿងស្រវឹងនៅក្នុងប្រទេសរុស្ស៊ីមានភាពតឹងរឹងខុសពីប្រទេសកម្ពុជាយើងមិនខ្លះតោះទៅមើលទាំងអស់គ្នាហើយស្មោះត្រង់ទៅខ្ញុំមិនមែនអ្នកផឹកទេខ្ញុំអត់ចេះញ៉ាំគ្រឿងស្រវឹងទេហើយជាមួយគ្នាវីដេអូនេះដែរមុននឹងទៅដល់កន្លែងគ្រឿងស្រវឹងគឺហាមសម្រាប់ក្មេងក្រោមអាយុ18មើលបើសិនបើមើលសូមអាណាព្យាបាលនៅជាមួយហើយជួយអប់រំនិងប្រាប់អំពីផលប៉ះពាល់ដែរឥឡូវយើងទៅរកកន្លែងគ្រឿងស្រវឹងទាំងអស់គ្នាហើយចាំមើលរកបានហើយយកទៅកន្លែងគេគិតលុយតើគេធ្វើអីខ្លះនៅកន្លែងលក់ស្រាហ្មងគេបើកតលាយហើយគេដាក់តាំងអញ្ចឹងហ្មងបងប្អូនចូលមកនៅក្នុងម៉ាត់គឺចម្រុះហើយនេះម្ដុំនេះសិតតែជាប្រភេទគេហៅថា vodka អញ្ចឹងរុស្ស៊ីចូលចិត្តញ៉ាំស្រាហ្នឹងនៅក្នុងរដូវធ្លាក់ព្រិលអញ្ចឹងទៅញ៉ាំទៅឲ្យមានកម្ដៅក្នុងខ្លួនហើយ vodka ហ្នឹងនិយាយទៅដូចស្រាសយើងអញ្ចឹងតែគេបិទគេអីមានគុណភាពហើយមនុស្សមករុស្ស៊ីគេចង់ភ្លក់អាហ្នឹងមែនទែនឥឡូវយើងដើរហើយយើងទិញមួយដបទៅយកទៅគិតលុយចាំមើលគេធ្វើអីខ្លះតើមានភាពតឹងរឹងខុសពីខ្មែរហ្មងហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ហើយយើងឃើញស្រានេះវាមានតម្លៃរៀងថោកជាងគេ vodka នេះតា88រូបឯងប្រហែលជា$1ជាងអញ្ចឹងខ្ញុំស្រាវជ្រាវថាយកអាថោកបំផុតហ្មងទៅហើយដើម្បីទៅគិតលុយឲ្យបងប្អូនមើលតោះទៅគិតលុយអញ្ចឹងក្រោយពីរហូតបានស្រាមួយដបទូចនេះហើយខ្ញុំចង់ប្រាប់បងប្អូនតើអ្វីជាភាពខុសគ្នារវាងប្រទេសយើងនិងរុស្ស៊ីអញ្ចឹងនៅក្នុងប្រទេសរុស្ស៊ីគឺមិនលក់ឲ្យក្មេងក្រោមអាយុ18ឆ្នាំឡើយអញ្ចឹងជំរឿសគេយើងអាចទៅគិតលុយជាមួយមនុស្សផ្ទាល់ក៏បានយើងមកគិតជាមួយម៉ាស៊ីនក៏បានពួកខ្ញុំមកគិតជាមួយម៉ាស៊ីនប៉ុន្តែបងប្អូនដឹងអត់ទោះគិតជាមួយម៉ាស៊ីនក៏ដោយគឺយើងអត់អាច scan pay លុយឲ្យកាន់ស្រានឹងចេញទេទាល់តែមានបុគ្គលិករបស់ហាងហ្នឹងដើរមកហើយគេសុំមើលអត្តញ្ញាណប័ណ្ណរបស់យើងឬក៏ passport របស់យើងថាយើងគ្រប់18នៅសម្រាប់យើងបរទេសអញ្ចឹងបង្ហាញ passport ទៅនៅពេលដែលគេឃើញថាយើងលើស18ហើយគេមានកាតមួយ scan ឲ្យយើងអញ្ចឹងទៅបើយើងអាច pay លុយហើយកាន់ស្រាហ្នឹងយកទៅក្រៅបានអញ្ចឹងនេះគឺជាច្បាប់តឹងរឹងមួយដែលគេហាមមិនឲ្យក្មេងក្រោមអាយុ18ឆ្នាំទិញគ្រឿងស្រវឹងនិងប្រើប្រាស់គ្រឿងស្រវឹងឡើយអញ្ចឹងត្រឡប់មកវិញបងប្អូនទាំងអស់គ្នាវីដេអូនេះអត់និយាយអំពីការប្រម៉ូទគ្រឿងស្រវឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការប្រើប្រាស់និងប្រម៉ូទគ្រឿងស្រវឹងខ្ញុំគិតថាប្រទេសយើងគួរតែមានច្បាប់ក្នុងការកំណត់អាយុនៃការប្រើប្រាស់គ្រឿងស្រវឹងហើយមានការរឹតបន្តឹងក្នុងការប្រើប្រាស់ក្មេងអីផ្សេងៗឲ្យទៅទិញគ្រឿងស្រវឹងនឹងដូចគ្នាពីព្រោះគ្រឿងស្រវឹងពិតជាប៉ះពាល់ដល់សុខភាពជាពិសេសក្មេងដែលអត់ទាន់គ្រប់អាយុក្មេងដែលអត់ទាន់ចេះគិតពិចារណាគ្រប់គ្រាន់ហើយគាត់ទៅទិញគាត់ទៅធ្វើឬប៉ះពាល់គ្រឿងស្រវឹងទាំងអស់ហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃណាមួយប្រទេសយើងនឹងមានច្បាប់សមរម្យអំពីការប្រើប្រាស់និងការផ្សព្វផ្សាយគ្រឿងស្រវឹងដូចគ្នាដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះបងប្អូនគិតមិនអាច comment នៅខាងក្រោមបានហើយបើសិនបើគិតថាវីដេអូនេះល្អកុំភ្លេចចែករំលែកអ្នកមួយផងខ្ញុំចន្ទរិទ្ធសូមអរគុណ